បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅមើលកន្លែងទេសចរមួយជាលក្ខណៈផ្សារប៉ុន្តែមិនមែនជាផ្សារទឹកទេគ្រាន់តែជាផ្សារដែលជាប់ប្រឡាយទឹកផ្សារនេះនៅតំបន់គេហៅថាឡាតក្របាំងហើយគេហៅថាផ្សារនោះថាផ្សារហួរតាខេកៅឬមួយក៏ហួរតាខេចាស់នេះគឺជាផ្លូវដើរចូលហើយវាជាប់នឹងថ្នល់ឡាតក្របាំងដូចគ្នាបាទខ្ញុំទៅនៅថ្ងៃអាទិត្យដូច្នេះចំពេលដែលមនុស្សម្នាទៅលេងច្រើនដែរបាទនេះគឺជាស្ពានឆ្លងប្រឡាយបាទពីនងប្រឡាយទៅកាន់ផ្សារឬមួយក៏ទៅកាន់ផ្ទះអ្នកស្រុកនៅខាងនោះមើលទៅដូចសាមញ្ញធម្មតាប៉ុន្តែអ្វីដែលខ្ញុំសង្កេតឃើញគឺមានភាពស្រស់ស្អាតមែនទែនទី1គឺផ្សារទម្រង់បែបclassic ដែរគឺចាស់មកដែរជាលក្ខណៈប្រភេទបែបតូបក្តារតូបអីចឹងណាក្តារឈើក្តារអីចឹងទៅហើយវាជាប់នឹងប្រឡាយក៏ធ្វើឲ្យសកម្មភាពនៅទីនោះកាន់តែស្រស់ស្អាតទៅទៀតហើយខ្ញុំបានទៅជាមួយនឹងបងប្រុសខ្ញុំក៏ឆ្លៀតចូលទៅលេងទៅហ្នឹងក៏ដូចជាទៅញ៉ាំអីក៏ដូចជាទៅថតជាឃ្លីបចែកជូនបងប្អូនទស្សនាទាំងអស់គ្នាបលាយខែនេះវាចាប់ផ្ដើមទឹកភ្លៀងមកយ៉ាងទៅវាធ្វើឲ្យបលាយពេញទឹកល្អមែនទែនហើយហួរតាខេចាស់នេះគឺខ្ញុំស្គាល់តាមរយៈពួកម៉ាក់ខ្ញុំដែរកាលពីប្រហែលសប្តាហ៍មុនខ្ញុំទៅលេងវានាំខ្ញុំទៅហូបអីនៅទីនោះក៏បានស្គាល់ទៅបាទឃើញបលាយបែបហ្នឹងឃើញអីទៅបងប្អូនគាត់សប្បាយគាត់អត់ដាល់មកដែរគាត់ធ្វើម្នាក់ធ្វើតែការគ្មានពេលដើរលេងប្រហែលទេពួកខ្ញុំមកហើយក៏នាំគាត់មកដើរលេងទៅមកហូបអាហារនៅទីនេះក៏មិនជាថ្លៃទេតម្លៃធម្មតាដែរទេបងប្អូនមើលឃើញអញ្ចឹងមានតូបមានអីជាប្រភេទលក្ខណៈបែបតូបឈើក្តារប្រទេសអញ្ចឹងតាមខ្ញុំអង្គុយគិតទៅតូបផ្សារនេះប្រហែលជាមានអាយុច្រើនឆ្នាំហើយបងប្អូនហើយក៏ត្រូវបានរៀបចំសាថ្មីឲ្យមានជាតូបលក់ដូចជាវត្ថុអនុស្សាវរីយ៍អីចឹងទៅបូករួមនឹងទេសភាពហើយនឹងតូបជាប់មាត់បន្លាយទឹកផងវាកាន់តែមានការតាក់ទាញពីភ្ញៀវទេសចរហើយនៅតំបន់នោះពីច្រើនគឺអ្នកទេសចរមកលេងដូចជាពួកបរទេសអីក៏មានជនជាតិថៃក៏មានដែរបងប្អូនច្រើនបាទពីច្រើនគឺជាហាងបាយតូចបែបសាមញ្ញប៉ុន្តែមើលទៅក៏តាក់ទាញមួយយ៉ាងដែរមានការលក់សម្លៀកបំពាក់របស់របរប្រើប្រាស់បន្តិចបន្តួចតែភាគច្រើនគឺផ្ដោតទៅលើការបែបអាហារនិងកាហ្វេបាទនេះនំខ្ញុំមិនស្គាល់ថានំអីទេនេះបងប្រុសខ្ញុំក៏ដើរថតដែរព្រោះគាត់ថាលើកទី1ហើយដែលគាត់ស្គាល់កន្លែងបែបហ្នឹងពួកខ្ញុំនៅថៃយូរឆ្នាំក៏ពិតមែនក៏ប៉ុន្តែបើនិយាយមែនតែមិនសូវជាមានពេលដើរលេងប្រហែលទេតែមួយរយៈចុងក្រោយនេះខ្ញុំព្យាយាមដើរដោយសារតែខ្ញុំធ្វើ content បង្ហោះនៅក្នុងpage នៅ Facebook ហើយបងប្អូនកុំភ្លេចចូលរួមជួយចុច follow និងចុច subscribe page YouTube និង page ឲ្យខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតនិងមានកម្លាំងចិត្តធ្វើវីដេអូថ្មីចែកជូនបងប្អូនទស្សនាបន្តទៀតខ្ញុំទៅនេះគឺម៉ោង11វាមិនជាព្រឹកពេកតែมันក៏ជាថ្ងៃអីដែរប៉ុន្តែបូករួមនឹងអាកាសធាតុដែលខ្ញុំទៅហ្នឹងគឺអំណោយផលមែនទែនមេឃសតុំត្រជាក់ល្អថ្ងៃនេះបងប្រុសខ្ញុំក៏ថតឲ្យមែនតើខ្ញុំភាគច្រើនខ្ញុំដើរម្នាក់ឯងប៉ុន្តែថ្ងៃនេះបងប្រុសគាត់ទំនេរក៏បបួលគាត់ទៅជាមួយគ្នាក៏បានគ្នាជួយថតដូចគ្នាទៅវិញទៅមកហើយផ្ដិតយករូបភាពតាណាដែលព្យាយាមបែបស្អាតបំផុតចែកជូនបងប្អូនទស្សនាគឺជាប្រភេទផ្ទះឈើបងប្អូនអញ្ចឹងបើសិនជាបានទៅជួបផ្ទាល់បានដឹងថាវាមានលក្ខណៈ classic មែនទែនបងប្អូនខ្ញុំមកឃើញបន្លាយទឹកទៅនេះគឺ4មុំជុំគ្នាតែម្ដងបាទនេះក៏អ្នកទេសចរគាត់មកញ៉ាំអីគឺពីច្រើនគឺជាតុកអីឈើទាំងអស់បងប្អូនហើយអាហារឆ្ងាញ់បងប្អូនអាហារកាទៀវមួយចាន60បាតបើគិតទៅប្រហែលជាបើយើងគិតស្មើទៅថា6000រៀលចុះបាទមើលការរៀបចំអីចឹងគឺស្រស់ស្អាតដែរចំពោះខ្ញុំឲ្យ10លើ10បាទហើយវីដេអូបែបនេះគាត់តែចង់ឲ្យបងប្អូនមើលទស្សនាតាមបែបថៃហើយអ្វីដែលបងប្អូនគិតថាល្អក៏ចែករំលែកបន្តផងបងប្អូនខ្ញុំมื้អនេះហូបមីជាមួយបងប្រុសហើយក៏អង្គុយសម្រាកលេងសិនតម្រាំតែយើងបន្តដំណើរត្រឡប់ទៅបន្ទប់វិញព្រោះបន្ទប់ខ្ញុំនៅឆ្ងាយហើយនេះខ្ញុំមកលេងនៅតំបន់សុវណ្ណភូមិវាឆ្ងាយពីកន្លែងខ្ញុំនៅឆ្ងាយមែនទែនបាទបងប្អូនវីដេអូមានតែប៉ុណ្្នឹងទេជំរាបលាជួបគ្នានៅវីដេអូក្រោយៗទៀតសូមកុំភ្លេចជួយចុច follow page ក៏ដូចជាជួយចុច subscribe YouTube របស់ខ្ញុំផង
ដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបង្កើតវីដេអូក្រោយៗទៀតជូនបងប្អូនទាំងអស់គ្នាបាទអរគុណច្រើនជំរាបលា